ពីក្មេងស្រីក្រីក្រម្នាក់នៅកម្ពុជាក្លាយជាសប្បុរសជនលំដាប់ពិភពលោកនេះគឺជាដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាពនិងរឿងរ៉ាវលំបាកជាច្រើនក្នុងអតីតកាលទៅជាស្មារតីនៃការតស៊ូរហូតក្លាយទៅជាបុគ្គលមួយរូបដែលទទួលបានជោគជ័យក្នុងជីវិតនិងកំពុងធ្វើរឿងសប្បុរសធម៌ជាច្រើនមកកាន់ទឹកដីកំណើតគឺប្រទេសកម្ពុជាក៏ដូចជាមនុស្សម្នាជាច្រើននៅលើពិភពលោកផងដែរនោះគឺលោកស្រីសុភា Butcher លោកស្រីសុភា Butcher កើតនៅឆ្នាំ1979ក្នុងខេត្តកំពង់ធំប្រទេសកម្ពុជាពេលនោះស្រុកទេសយើងទើបងើបចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលនាំឲ្យជីវិតមនុស្សរាប់លានអ្នករងគ្រោះក្នុងនោះក៏មានក្រុមគ្រួសាររបស់អ្នកស្រីផងដែរក្នុងបរិយាកាសនៃការរស់នៅដ៏លំបាកស្ទើរតែមិនអាចរស់នៅបាននោះលោកស្រីបានធំធាត់ឡើងដោយទទួលបានការចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតាប្រកបដោយសេចក្តីស្រឡាញ់ត្បិតថាជីវភាពក្រីក្រលំបាកនិងមិនបានទទួលនូវភាពកក់ក្ដៅដោយផ្ទាល់ពីឪពុកម្ដាយយ៉ាងណាក៏ដោយជីវិតក្មេងស្រីម្នាក់នៅជិតព្រៃភ្នំពោពេញដោយធម្មជាតិនិងសពសត្វនានាតែការរស់នៅពោពេញដោយការតស៊ូពលគឺនាងធ្លាប់រែកទឹកក្រោមកម្ដៅថ្ងៃពុះអូសប្រមូលសំណល់អាវុធដើម្បីលក់រកចំណូលជួយគ្រួសារព្រមទាំងខិតខំបំពេញកាតព្វកិច្ចជាចៅស្រីដ៏ល្អម្នាក់សម្រាប់ជីដូនជីតារបស់នាងផងដែរត្បិតតែជីវិតជួបការលំបាកឆ្ងាយសាលារៀនយ៉ាងណាក៏ដោយប៉ុន្តែសុភាតែងតែខិតខំសិក្សារៀនសូត្រដោយទៅនឹងកូនចៅអ្នកភូមិដទៃទៀតដែរនិងក្លាយទៅជាសិស្សពូកែប្រចាំសាលាផងដែរនៅពេលបញ្ចប់ថ្នាក់វិទ្យាល័យសុភាបានបន្តការសិក្សានៅភ្នំពេញនិងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើផ្នែកគណនេយ្យនិងកុំព្យូទ័រសុភាចាប់ផ្ដើមការងារតូចៗដូចជារោងចក្រនិងបុគ្គលិកតាមហាងលក់ទំនិញរហូតបានបំពេញការងាររហូតមានឱកាសបានបំពេញការងារផ្នែកសេវាកម្មនៅសន្តាគារ Raffles Hotel Royal នៅទីនោះសុភាតែងទទួលបានការជំរុញលើកទឹកចិត្តការបណ្ដុះបណ្ដាលនិងដុសខាត់សមត្ថភាពជាបន្តបន្ទាប់ដោយការខិតខំប្រឹងប្រែងបំពេញការងារក្នុងនាមជាបុគ្គលិកសុភាទទួលបានពានរង្វាន់ជាបុគ្គលិកឆ្នាំប្រចាំឆ្នាំនិងជាច្រើនឆ្នាំដោយសារតែកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់នាងត្បិតតែមានការងារសមរម្យប្រាក់ខែអាចចិញ្ចឹមជីវិតបានប្រសើរបន្តិចក៏ពិតមែនតែស្ត្រីរូបនេះនៅតែបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ព្រមទាំងពង្រឹងនិងពង្រីកកសាងទំនាក់ទំនងល្អជាមួយនឹងមជ្ឈដ្ឋានទូទៅជាដំណាក់កាលនៃជីវិតមួយសុភាបានធ្វើការងារជាជំនួយការផ្ទាល់របស់វេជ្ជបណ្ឌិត B.R. Richner នៅមន្ទីរពេទ្យគុណធបុប្ផាក្នុងដំណើរការងារជាមួយលោក B.R. Richner បានធ្វើឲ្យសុភាទទួលបាននូវបទពិសោធន៍កាន់តែច្រើនក្នុងដំណាក់កាលនៃការបំពេញការងារនោះគឺជាបទពិសោធន៍ដ៏ល្អបំផុតនៅក្នុងជីវិតរបស់សុភាហើយបានធ្វើឲ្យសុភាមើលឃើញថាអំពើសប្បុរសធម៌គឺអាចផ្លាស់ប្ដូរជីវិតមនុស្សបានយ៉ាងពិតប្រាកដក្នុងដំណើរដ៏វែងឆ្ងាយជាមួយដុកទ័រ B.R. Richner បានធ្វើឲ្យលោកស្រីកាន់តែមានជំនួកចិត្តជាមួយនឹងអំពើសប្បុរសធម៌លោកស្រីបានធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយលោក B.R. Richner ក្នុងសកម្មភាពសប្បុរសធម៌របស់លោកមកដល់ចំណុចនេះសុភាបានរំលឹកថាបំណងមួយតាំងពីក្មេងខ្ញុំតែងសន្យាក្នុងចិត្តថាបើថ្ងៃណាមួយអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនខ្ញុំចង់ជួយមនុស្សក្រីក្រកុមារអ្នកគ្មានផ្ទះសម្បែងឲ្យបានច្រើននេះគឺជាបំណងប្រាថ្នាដែលខ្ញុំបានរក្សាទុកក្នុងបេះដូងរហូតមកសេចក្តីស្រមៃបានក្លាយជាការពិតដោយសារតែការធ្វើសកម្មភាពនៃអំពើសប្បុរសធម៌ជាច្រើនចំពោះទឹកចិត្តសប្បុរសសេចក្តីឧស្សាហ៍ព្យាយាមនិងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបុរសជាអ្នកជោគជ័យម្នាក់បានជួបនាងបុរសម្នាក់នោះគឺជាអ្នកមានទ្រព្យធនច្រើននៅប្រទេសអាល្លឺម៉ង់ដែលមានបុគ្គលិកជិត 1000 នាក់និងធ្លាប់បានឈ្នះពានរង្វាន់អ្នកលក់អនឡាញល្អបំផុតឆ្នាំ 2023-2024 នៅអឺរ៉ុបផងដែរបុរសម្នាក់នោះបានស្រឡាញ់នាងមិនត្រឹមតែសម្រស់ឬអតីតកាលប៉ុន្តែស្រឡាញ់ចិត្តបរិសុទ្ធនិងភាពស្មោះត្រង់របស់នាងការកសាងជីវិតជាប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំបច្ចុប្បន្ននេះលោកស្រីសុភា Butcher និងស្វាមីបានក្លាយទៅជាសប្បុរសជនដ៏លេចធ្លោម្នាក់លោកស្រីនិងស្វាមីបានបរិច្ចាគទឹកប្រាក់ចំនួន 12 លានអឺរ៉ូដល់ប្រទេសកម្ពុជាអាល្លឺម៉ង់
និងប្រទេសផ្សេងៗពួកគេបានជួយកុមារកំព្រាចំនួនជាង200នាក់តាមរយៈមណ្ឌលមេឈើរបស់លោកផនផល្លាជួយអ្នកមានពិការភាពជួយជនចាស់ជរាជួយអ្នកគ្មានផ្ទះសម្បែងសូម្បីតែពេលខ្លះសត្វដែលត្រូវការជំនួយក៏អ្នកទាំងពីរជួយដែរពួកគេបានសាងសង់ផ្ទះនិងផ្ដល់អាហារការអប់រំនិងសុវត្ថិភាពដល់មនុស្សក្នុងតំបន់ដែលរងនឹងការឈឺចាប់ជាពិសេសគឺដោយសារសង្គ្រាមជាច្រើនមកដល់ចំណុចនេះសភាបុត្រឈើបានសង្កត់ធ្ងន់ថាការធ្វើសប្បុរសធម៌សម្រាប់ខ្ញុំមិនមែនជាកាតព្វកិច្ចទេតែវាជាស្មារតីដែលនាំមកនូវបេះដូងដ៏បរិសុទ្ធលោកស្រីសភាបុត្រឈើគឺជាស្ត្រីកម្ពុជាដែលបង្ហាញនូវគំរូនៃភាពសាមញ្ញភាពសប្បុរសនិងការរស់នៅដើម្បីជួយអ្នកដទៃលោកស្រីមិនត្រឹមតែជាឧត្តមភរិយារបស់មហាសេដ្ឋីទេប៉ុន្តែជាម្ដាយនៃសេចក្តីសង្ឃឹមសម្រាប់មនុស្សជាច្រើនជុំវិញពិភពលោកផងដែរខ្ញុំបានអរគុណណាស់បងសូមបើវែងគ្រូសាមកសុខសប្បាយ